ជំរាបសួរនិងអរុនសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ព្រឹកថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ហើយព្រឹកនេះបងណាក់នឹងបង្ហាញបងប្អូនអំពីការផលិតថ្នាំបាញ់មូសហើយសម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារសម្រាប់ឲ្យបងប្អូនកាត់បន្ថយការចំណាយចឹងសម្ភារៈមានច្រើនមុខហើយវិធីផលិតមាន2របៀបចឹងរបៀបទី1ខ្ញុំនឹងផលិតប្រេងខ្ញុំនឹងផលិតប្រេងស្លឹកគ្រៃសន្ទុះប្រេងស្លឹកគ្រៃហើយខ្ញុំបានប្រេងស្លឹកគ្រៃរួចហើយបានខ្ញុំយកប្រេងស្លឹកគ្រៃនេះមកផ្សំជាថ្នាំបាញ់មូសហើយប្រេងស្លឹកគ្រៃនេះយើងអាចប្រើជាប្រយោជន៍ដទៃទៀតបានហើយវិធីទី2ខ្ញុំប្រើវិធីងាយស្រួលខ្ញុំផលិតថ្នាំមូសផ្ទាល់ដោយយកអាល់កុលមកប្រើជាមួយនឹងវត្ថុផ្សំផ្សេងៗនេះមានជីត្រចៀកជ្រូកនេះមានក្រូចឆ្មាមានក្រូចតែជ្រក់ឬក៏ក្រូចសើចបងប្អូនប្រើស្លឹកក្រូចសើចក៏បានប្រើផ្លែចិត្តដូចខ្ញុំនេះហើយក៏បានដែរបាទអញ្ចឹងវិធីទី1យើងប្រើអាល់កុលហើយអានេះបងចង់ដាក់ក៏បានបងមិនចង់ដាក់ក៏បានអាស្រ័យលើបងចូលចិត្តក្លិនវាប៉ុន្តែប្រសិទ្ធភាពវាល្អអាជីស្លឹកជីជ្រូកនេះប៉ុន្តែខេត្តខ្ញុំគេហៅជីកំប៉ុងខ្ញុំហាន់វាស្ដើងអញ្ចឹងមកបាទវិធីនេះងាយស្រួលទេអត់ពិបាកអីច្រើនទេហើយសបកក្រូចបងប្អូនមានសបកក្រូចថ្លុងបងប្អូនមានសបកក្រូចសើចគឺបងប្អូនប្រើល្អអត់យកសាច់វាទេបាទអញ្ចឹងខ្ញុំប្រើសបកក្រូចឆ្មាប៉ុណ្ណឹងហើយខ្ញុំប្រើតែជ្រក់នេះអាក្រូចតែជ្រក់នេះមួយផ្លែតែខ្ញុំយកតែសបកវាដូចគ្នាខ្ញុំចិត្តយកតែសបកពួកក្លិនវាឆ្ងាញ់ជាងក្រូចដទៃអញ្ចឹងបងប្អូនមានច្រើនក៏ដាក់ច្រើនទៅវាប្រសិទ្ធភាពខ្ពស់បាទហើយស្លឹកគ្រៃនេះគឺយល់ល្អយើងគួរដាំដោយខ្លួនឯងបាទព្រោះស្លឹកគ្រៃផ្សារបងដឹងស្រាប់ហើយណាគេប្រើសារធាតុទុកបានយូរអញ្ចឹងយើងធ្វើទៅវាប៉ះពាល់ដល់សុខភាពយើងអញ្ចឹងស្លឹកគ្រៃដោយសារខ្ញុំដាំដោយខ្លួនឯងខ្ញុំដាំលើដបូលនោះទេអញ្ចឹងបើវាអត់សូវវែងទេវាចាញ់កម្ដៅយើងហាន់ស្លឹកគ្រៃឲ្យបានច្រើនបន្តិចមកមុនតែដាក់ទៅក្នុងកែវទៅហើយយើងចាក់អាល់កុលចូលបាទអញ្ចឹងខ្ញុំយកតែគល់ទេយើងប្រើបានទាំងដើមទាំងស្លឹកបាទប៉ុន្តែខ្ញុំចង់បង្ហាញបងប្អូនថាប្រើតែគល់នេះទេហើយខ្ញុំធ្វើតិចទេដោយសារថាវិធីនេះខ្ញុំបង្ហាញបងប្អូនឲ្យងាយយល់តែប៉ុណ្្នឹងទេអញ្ចឹងយើងដាក់ប្រមាណមុខក៏ដាក់ទៅអត់បញ្ហាទេនេះក្រូចសើចយើងដាក់សបកក្រូចសើចតិចចឹងទៅឲ្យតែរបស់ណាដែលជាធម្មជាតិហើយមានក្លិនសម្រាប់ដេញសត្វល្អិតអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងទេហើយខ្ញុំហាន់វាល្អិតបន្ទាប់មកខ្ញុំដាក់វាចូលទៅក្នុងដបនេះបងប្អូនទៅប្រើកែវអត់ប្រើផ្លាស្ទិកទេបាទទៅប្រើកែវដបហ្នឹងប៉ុណ្ណឹងចឹងដាក់គ្រឿងផ្សំនេះចូលគ្នាបាទហើយបន្ទាប់មកយើងចាក់អាល់កុលចូលអាល់កុលបងប្អូនទិញបាននៅកន្លែង pharmacy លក់ថ្នាំបាទអាល់កុលយកអាល់កុលមិនមែនយកអេតាណុលទេគឺអាល់កុលអញ្ចឹងយើងចាក់វាធ្វើម៉េចឲ្យលិចវត្ថុផ្សំនឹងអញ្ចឹងទៅបើសិនយើងចាក់អត់លិចទេវាអត់ជ្រាបចេញមកអស់ទេអញ្ចឹងខ្ញុំធ្វើតិចគ្រាន់តែបញ្យល់បងប្អូនទេដោយសារខ្ញុំត្រូវធ្វើអាប្រេងស្លឹកគ្រៃនេះឲ្យវាច្រើនហើយចាំយកមកផ្សំនឹងអាល់កុលអញ្ចឹងប៉ុណ្ណឹងយើងទុកវាហើយយើងទៅសេថ្ងៃទីណាដូចថ្ងៃនេះខ្ញុំធ្វើនៅថ្ងៃទី5ខែ2 2026អញ្ចឹងយើងសេទៅដើម្បីយើងចំណាំវាអញ្ចឹង3ថ្ងៃទៅ5ថ្ងៃបើសិនជាបងប្អូនទុកឲ្យប្រសិទ្ធភាពល្អប្រើ5ថ្ងៃបើបងប្អូនបញ្ញាប្រើ3ថ្ងៃប្រើបានហើយបាទឥឡូវខ្ញុំធ្វើវិធីទី2អានេះស្លឹកគ្រៃងាប់ក៏ប្រើបានដែរក្លិនវាកាន់តែខ្លាំងបាទខ្ញុំមូវាឲ្យបានជាតូចដើម្បីដាក់វាចូលទៅក្នុងបាតឆ្នាំងហ្នឹងបាទហើយយើងដាក់វាអស់មកខ្ញុំប្រើក្រូចសើចដែលខ្ញុំចិត្តដាក់ដេញនេះគឺវានៅមានប្រយោជន៍អញ្ចឹងខ្ញុំដាក់វាចូលបងប្អូនមិនបាច់ដាក់ក៏បានដែរប៉ុន្តែខ្ញុំផលិតប្រើខ្លួនឯងខ្ញុំចង់ឲ្យប្រសិទ្ធភាពវាកាន់តែខ្ពស់ហើយខ្ញុំអត់បោះវាចោលទេវានៅមានប្រយោជន៍ព្រោះយើងយកតែប្រេងវាទេទោះបីអាសបកវារលួយក៏អត់បញ្ហាដែរអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងអានេះបងប្អូនមូវាដោយសារ
ពេលដែលយើងដាក់ទឹកក្នុងបាតឆ្នាំងទៅវាកល់អាចាននេះបានជួយកល់ចានហ្នឹងយើងវាអត់លិចចាននៅក្នុងទឹកហើយបងប្អូនមានអីដំក៏ដំអាគល់នេះលបាយទៅតែវាមិនអីទេមិនដំក៏បានដែរខ្ញុំដាក់វាចឹងទៅបាទខ្ញុំនឹងចាក់ទឹកចូលហើយយើងមានដាក់អាគម្របឆ្នាំងនេះពីលើយើងដាក់ចាននេះចេះសិនហើយខ្ញុំចាក់ទឹកចូលចាំតិចបងប្អូនមានស្លឹកគ្រៃមួយប្រភេទទៀតគេហៅស្លឹកគ្រៃក្រហមអាហ្នឹងកាន់តែល្អបាទប៉ុណ្ណឹងខ្ញុំចាក់ទឹកចូលបាទចាក់ទឹកចូលប៉ុណ្ណឹងហើយខ្ញុំដាក់ចានប្រទេនេះមួយចានស្អាតតែចាននេះប្រើចានថ្មបងប្អូនណាអត់អាចប្រើចានផ្លាស្ទិកបានទេព្រោះយើងដាំទឹកទៅវាអាចនឹងរលាយចានបាទយើងដាក់អញ្ចឹងហើយខ្ញុំមានអានេះចានដែកនេះមួយដាក់ធ្វើឲ្យវាជិតមាត់ឆ្នាំងបាទនៅលើមាត់ឆ្នាំងហ្នឹងយើងមានដាក់កសែងមួយដើម្បីការពារសំណើចំហាយទឹកកុំឲ្យវាឃ្លាតកុំឲ្យវាចេញអស់អញ្ចឹងយើងដាក់អញ្ចឹងមកដាក់នេះពីលើហើយខាងលើនេះយើងដាក់ទឹកកកបាទឥឡូវយើងរៀបឆ្នាំងហ្នឹងខ្ញុំបង្ហាញឡើងវិញបន្តិចគឺនេះខាងក្រោមគឺស្លឹកគ្រៃនិងគ្រឿងផ្សំរបស់យើងហើយយើងដាក់ចានថ្មមួយពីលើយើងចាក់ទឹកហើយយើងដាក់អាចានមកធំឬប្រើខ្ទះក៏បានដែរយើងដាក់ពីលើនេះដើម្បីកុំឲ្យវាអាចចំហាយនឹងចេញហើយអានេះគឺយើងដាក់កសែងនេះការពារកុំឲ្យចំហាយទឹកវាចេញអស់ច្រើនខាងលើនេះគឺទឹកកកឥឡូវខ្ញុំចាប់ដើមបើកភ្លើងយើងដាក់ឲ្យខ្លាំងទៅប្រើភ្លើងឲ្យខ្លាំងទៅមិនអីទេវាខុសពីការធ្វើតៅហ៊ូយើងប្រើភ្លើងតិចហើយខ្ញុំទាញកសែងដាក់លើកុំឲ្យវាឆេះអញ្ចឹងយើងប្រើរយៈពេលដាំហ្នឹងឲ្យបានកន្លះម៉ោងហើយពេលទឹកកកនេះរលាយអស់យើងយកវាចេញដាក់ទឹកកកថ្មីហ្នឹងហើយបងប្អូនបន្ទាប់ពីយើងដាំរយៈពេល 4-5 នាទីក្រោយមកទឹកកកនេះឡើងហុយហើយអញ្ចឹងវារលាយអស់ហើយយើងដួសវាចេញពេលដួសវាចេញគឺយើងដាក់ទឹកកកថ្មីចូលបាទយើងធ្វើបែបនេះទើបយើងទទួលបានប្រេងស្លឹកគ្រៃច្រើនបើបងប្អូនគ្មានទឹកកកក៏បានដែរបងប្អូនដាក់ទឹកត្រជាក់ធម្មតាក៏បានដែរព្រោះថាវាអត់ស្អីឲ្យយើងប្រើទឹកកកនេះយើងប្រើទឹកកកហ្នឹងវាត្រជាក់បានយូរវាធ្វើឲ្យកំណកទឹកហ្នឹងវាកកបានច្រើនចឹងព្រោះណាប៉ុណ្ណឹងគឺក្លិនឡើងឈ្ងុយគួរឲ្យថារីករាយមែនទែនក៏បន្ទាប់ពីយើងស្រូបក្លិនចំហាយទឹកចូលក្នុងច្រមុះយើងគឺធ្វើឲ្យយើងធូរច្រមុះតឹងច្រមុះយើងធូរបានច្រើនបាទបងប្អូនឥឡូវបន្ទាប់ពីយើងដាំរយៈពេលកន្លះម៉ោងឥឡូវទឹកកកខាងលើខ្ញុំដាក់ដល់មួយចានឥឡូវទឹកកកវារលាយអស់ហើយវាខ្លាយជាទឹកក្តៅវិញហើយរយៈពេលដាំនេះហើយកកន្លះម៉ោងបើបងប្អូនធ្វើច្រើនបងប្អូនត្រូវដាំឲ្យយូរជាងហ្នឹងពីព្រោះបងប្អូនត្រូវដាក់ទឹកច្រើនជាងហ្នឹងបាទឥឡូវខ្ញុំប៉ុណ្ណឹងខ្ញុំហើយដោយសារខ្ញុំធ្វើតិចខ្ញុំចាប់ដើមបិទភ្លើងវាហើយខ្ញុំលើកវាចុះក្រោមខ្ញុំលើកអានេះមុនហើយយើងបានប្រេងនៅអាចានកដាលនេះគឺជាប្រេងហត់ត្រីយើងហ្នឹងហើយបាទអស់រយៈពេលកន្លះម៉ោងកន្លងទៅឥឡូវយើងលើកវាចុះក្រោមយើងបានប្រេងស្លឹកគ្រៃនេះនៅចានកដាលនេះខ្ញុំលើកចេញក្រៅសិនវានៅក្តៅខ្លាំងហើយនេះគឺគ្រឿងផ្សំរបស់យើងអាទឹកដែលយើងរំងាស់នេះយើងអាចចាក់ទុកបានពីព្រោះវាមានប្រយោជន៍ក្នុងការដេញសត្វល្អិតបងប្អូនទុកប្រើក្នុងការបាញ់កម្ចាត់តកៅកម្ចាត់ចៃនៅលើដំណាំបានយើងកំចោលវាតែឥឡូវខ្ញុំបានប្រេងស្លឹកគ្រៃបានប៉ុណ្ណឹងបើសិនជាយើងធ្វើច្រើនយើងបានច្រើនជាងហ្នឹងបាទឥឡូវវានៅក្តៅអញ្ចឹងយើងនេះគឺអាកុលបងប្អូនកុំប្រើច្រើនពេកឬក៏បងប្អូនមានច្រើនដាក់ច្រើនតែឥឡូវខ្ញុំគាត់តែបញ្យល់បងប្អូនថាខ្ញុំត្រូវផលិតថ្នាំបាញ់មូសតាមការផ្សំជាមួយនឹងប្រេងស្លឹកគ្រៃជាមួយនឹងអាកុលខ្ញុំចាក់ចូលទៅដបធំនេះខ្លះអញ្ចឹងខ្ញុំប្រើអាកុលប៉ុណ្ណឹងហើយនេះគឺប្រេងស្លឹកគ្រៃខ្ញុំបូមវាមកប្រហែលជា 10cc អញ្ចឹងទៅបាទប្រេងស្លឹកគ្រៃប៉ុណ្ណឹងព្រោះរបស់នេះវាថ្លៃណាបងប្អូនណាបងប្អូនប្រើអានេះប្រហែលជា250 មីលីលីត្រតែនេះខ្ញុំគាត់ណាបញ្យល់ទេ250 មីលីលីត្រអាកុលប្រើប្រេងស្លឹកគ្រៃ 10cc អញ្ចឹងយើងចាក់ចូលគ្នាអញ្ចឹងទៅបាទឈ្ងុយខ្លាំងមែនទេបងប្អូន
បងប្អូនផលិតបានបន្ទាប់ពីយើងផ្សំប្រេងស្លឹកគ្រៃជាមួយនឹងអាកុលទៅហើយយើងក្លុកវាឲ្យសព្វប្រហែលជា1នាទីអញ្ចឹងទៅហើយយើងប្រើបានហើយនេះគឺយើងប្រើជាថ្នាំបាញ់មូសហើយយើងបាញ់ផ្ទាល់នៅលើស្បែកលើដៃបងប្អូនក្មេងកូនងាគឺយើងប្រើបានហើយកូនគេងអត់មានមូសមកខាំទេបាទឈ្ងុយខ្លាំងមែនទែនអញ្ចឹងអាប្រេងស្លឹកគ្រៃនេះបើសិនជាបងប្អូនឈឺស្លាក់ដៃស្លាក់ជើងណាបងប្អូនប្រើវាយកមកដាក់លើបាតដៃមកតំណក់ពីតំណក់មកបងប្អូនញីចេះហើយបងប្អូនរត់តែកន្លែងឈឺហ្នឹងគឺពូកែស័ក្តិសិទ្ធិបាទហើយប្រេងស្លឹកគ្រៃនេះគឺថ្លៃគេលក់ដល់តូច$20គេលក់មកដល់ប៉ុនមេដៃហ្នឹង$20បាទអញ្ចឹងសម្រាប់មកវិញគឺការផ្សំថ្នាំបាញ់មូសមានពីររបៀបទី1យើងប្រើវត្ថុធាតុដើមស្រស់ផ្សំជាមួយអាកុលដាក់ត្រាំវាចោលរយៈពេល3ទៅ5ថ្ងៃរហូតដល់អាគ្រឿងផ្សំហ្នឹងវាស្លោកដូចជាយើងស្ងោរនេះកាលណាយើងត្រាំចាប់ពី3ថ្ងៃទៅអាស្លឹកគ្រៃហ្នឹងវាឡើងស្លោកអញ្ចឹងគឺប្រើបានវិធីទី2យើងផលិតប្រេងស្លឹកគ្រៃដែលខ្ញុំណែនាំបងប្អូនមិញហ្នឹងបានជាប្រេងស្លឹកគ្រៃហើយយើងយកមកផ្សំនឹងអាកុលក្នុងការប្រើប្រាស់ហើយអាប្រេងស្លឹកគ្រៃនេះយើងប្រើជាប្រយោជន៍ដទៃទៀតបានច្រើនបាទវីដេអូថ្ងៃនេះមានប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាបងប្អូននៅតែជួយគ្រប់គ្រងផលិតផលរបស់ខ្ញុំដែលមានលក់ជាប្រចាំមានសាប៊ូអបសក់ក្រូចសើចជាបាល់សក់ជ្រុះគេរមាស់ស្បែកក្បាលសក់បែកចុងសក់រឹងហ្នឹងគឺប្រើត្រូវហើយទឹកឃ្មុំសុទ្ធល្អហើយវគ្គរៀនចិញ្ចឹមឃ្មុំនឹងបញ្ចប់ការចុះឈ្មោះនៅក្នុងថ្ងៃនេះហើយយើងរៀននៅថ្ងៃទី8ហើយមានផលិតផលកសិកម្មច្រើនមុខទៀតមាន EM ត្រៃកូដឺម៉ាជីកប៉ុសដីដាំកូនឈើកបោសសកៃដូងមាត់ហើយវត្ថុកសិកម្មមួយចំនួនទៀតដូចជួងកាមហើយបច្ចុប្បន្នខ្ញុំកំពុងតែផ្សព្វផ្សាយរកអ្នកផ្គត់ផ្គង់សម្ភារៈចូលក្នុងសិប្បកម្មរបស់ខ្ញុំមានអាគោមានអាត់មន់មានអីផ្សេងច្រើនទៀតបងប្អូនចាប់អារម្មណ៍ចូលក្នុងក្រុមអរគុណច្រើនបងប្អូនជម្រាបលា